ថាវីដេអូទៅសើប្តីនឹងវាអត់មានទេមានតែវីដេអូនិយាយដើមប្តីឃើញមនុស្សជុំវិញខ្លួនគេអួតប្តីគេអួយសំណាងណាស់បានបងចូលក្នុងជីវិតអួយមានបងជាដៃគូអូនមានកិត្តិយសឯងដែរវិញចង់ទៅសើប្តីម្ដងដែរតែវានឹកឃើញថាអញទៅសើថ្ងៃហ្នឹងស្អែកអញនិយាយដើមប្តីទៀតក៏ខ្ជិលទៅសើថ្ងៃហ្នឹងបងប្អូនមើលតាមស្រួលបងប្អូនព្រោះខ្ញុំធ្វើសម្លម្ជូរមាន់ស្រែបងប្អូនសម្លម្ជូរស្លឹកអំពិលដាក់សាច់មាន់អញ្ចឹងណាមិញហ្នឹងប្រហែលជាម៉ោង2ម៉ោង3សួរថាល្ងាចនេះបងចង់ញ៉ាំអីអូនធ្វើឲ្យញ៉ាំគេថាធ្វើអីក៏បានដែរធ្វើអីបងញ៉ាំនឹងទៅខ្ញុំក៏គិតថាអញ្ចឹងដាំបាយជៀនសាច់ក្រកញ៉ាំទៅងាយគេក៏អើមួយយើងណាសាប់តាដល់ល្ងាចឡើងគេថាគេចង់ញ៉ាំបាយឆាខ្ញុំក៏គិតថាបាយឆាក៏បានដែរពងនៅសល់3អញ្ចឹងនៅសល់3ហើយក៏មានសាច់ក្រកអីអញ្ចឹងយើងក៏ឆាបាយដាក់ពងដាក់សាច់ក្រកអីចឹងឯណាឲ្យវាមានរសជាតិអានេះបន្តិចអានោះបន្តិចណាហើយប្តីខ្ញុំមិនដូចប្តីគេទេខំឆាដាក់ពងផងដាក់សាច់ក្រកផងឡើងឈ្ងុយឆ្ងាញ់គិតថងចិត្តថាយកទៅឲ្យគេប្រកាសជាគេញ៉ាំហើយថាឆ្ងាញ់ពេញចិត្តមិនខានទេនិយាយទៅការគិតវាមិនដូចជីវិតពិតទេមានណាយកទៅដល់គេភ្លក់មួយម៉ាត់ហើយគេថាធំក្លិនអីនឹងអូនឯងឆាដាក់សាច់ក្រកមិនមែនឲ្យដាក់សាច់ក្រកធ្វើអីដាក់តែពងទៅឆាដូចរដងទៅឆ្ងាញ់ហើយចាំបាច់ដាក់សាច់ក្រកធ្វើអីខ្ញុំនេះខឹងចិត្តពេកថាបើបងឯងមិនញ៉ាំទេបងឯងទុកនៅនឹងហើយខ្ញុំធ្វើសារថ្មីឲ្យបងឯងនិយាយនឹងនិយាយតាំងបជួសទៀតគិតក្នុងចិត្តថាគេប្រហែលជាឆ្លើយថាអីទេអូនចាំបងញ៉ាំស្រាប់តែតប៉ែទីខ្ញុំទុកចោលមែនណាហើយចាជិះម៉ូតូវឹងទៅទិញពងទាមកថ្មីដាំបាយថ្មីឆាឲ្យម្ដងទៀតជិះបាន2ដងមែនកលេចមកមើលសកម្មភាពពួកខ្ញុំថ្ងៃនេះវិញគឺកំពុងតែកោះកកាយដីចាស់យកទៅដាក់ដាំដើមត្រេនបានដើមត្រេនពីផ្ទះម៉ែក្មេកមក3ដើមយកមកសាកដាំមើលចង់ដឹងថាដីយើងដាំកើតអត់បើសិនជារស់វិញ3ដើមហ្នឹងយើងដល់រដូវវាមិនបាច់ចាំទិញគេញ៉ាំនាំអស់លុយទេនេះសិតតែជាការគិតទៀតហើយតែជីវិតពិតអត់តន់ដឹងថាបានឬក៏អត់ទេដោយសារដីខ្ញុំដីថ្មីត្រូវការយកដីចាស់យកទៅដាក់ទ្រាប់ចឹងណាបានកូនម៉ូតូមួយនេះទុកដាក់ដឹកដីបើសិនជាអូសដីយកពីនេះទៅដល់មុខទៀតគឺឆ្ងាយមែនទែននិយាយពីមើលមុខប្តីខ្ញុំមិនសំណំសោះមនុស្សអីក៏រើសអីយ៉ាងនេះរើសណាបងប្អូនរាល់ថ្ងៃខ្ញុំមិនដឹងថាឆ្នៃធ្វើម្ហូបអីទេម្ហូបដែលគាត់ញ៉ាំបានមានតែ3 4មុខទេយូរគិតចង់ផ្ទុះខួរឲ្យបងប្អូនដោយសម្លម្ជូរមាន់ស្នេហ៍នេះយើងអាចយូរធ្វើឲ្យគាត់ញ៉ាំម្ដងទេហើយទឹកពុះហើយខ្ញុំក៏ចាប់ផ្ដើមជ្រុំប្រហុកបងប្អូនចានិយាយទៅធ្វើដូចជាសម្លម្ជូរធម្មតាអញ្ចឹងហើយទឹកពុះអញ្ចឹងទៀតក៏យើងបង់សាច់មាន់ចូលដាក់គ្រឿងក្រៅប៊ីចេងស្ករអីចូលតែស្ករខ្ញុំលួចបន្តិចទេព្រោះសម្លម្ជូរយើងត្រូវការឲ្យប្រៃជូរអីចឹងណាបងប្អូនហើយដាក់ស្លឹកអំពិលចាហើយស្លបដាក៏ឆ្លៀតមកជួយដាំត្រេនបដាអញ្ចឹងទៅបងប្អូនចាហើយចំណែកស្វាយខ្ទិះនេះទៀតសោតចាធ្លាក់ផ្លែមកដល់ដីហើយចាខ្ទិះនេះខ្ទិះខ្មែរគឺឆ្ងាញ់មែនទែនឥឡូវក៏លេខមកមើលសម្លរបស់ខ្ញុំចាខ្ញុំអត់ដាក់ម្រះព្រៅទេខ្ញុំដាក់ជីក្រហមចាឈ្ងុយមួយយ៉ាងឈ្ងុយមួយបែបអញ្ចឹងណាឥឡូវយើងចាប់ផ្ដើមញ៉ាំហើយសូមអញ្ជើញបងប្អូនមកញ៉ាំជាមួយខ្ញុំទាំងអស់គ្នាសម្លម្ជូរមានតែមួយមុខនឹងឯងបងប្អូនមើលទៅទំនងអត់បងប្អូនសូមអញ្ជើញពិសាបាយជាមួយគ្នា